វាអត់អីទេប៉ុណ្ណឹងហ្នឹងបានបងយកមកសាកមកបានវាអត់ខូចព្រោះវាតែ10%ទេហ្មងណាវាអត់ក្តៅអាគុយវាអត់ខូចបងណាអញ្ចឹងយើងបានអីមិនយើងសរុបវិញបានអីយើងបានដឹងចំនួនអំពែដែលត្រូវប្រើមួយណាដឹងចំនួនផ្ទាំងយើងត្រូវដាក់ហើយណាប្រមាណផ្ទាំង5ផ្ទាំងហើយយើងដឹងចំនួនដុំសាកទំហំដុំសាកយើងត្រូវលើកមកដាក់ហើយចំនួន2ហើយអាគុយក៏យើងដឹងទៀតអញ្ចឹងដឹងអស់ហើយនៅអីទៀតបងនៅខ្សែភ្លើងហាមមើលរំលោភខ្ញុំ EP នេះខ្ញុំបញ្យល់លំអិតខ្ញុំបញ្យល់តិចអាចចោះឲ្យជ្រៅបន្តិចអំពីខ្សែភ្លើងនេះហាមរំលោភព្រោះខ្សែភ្លើងនេះគឺជាផ្លូវគឺជាវេតើនៅបងណាគឺជាវេផ្លូវសម្រាប់ឲ្យភ្លើងរត់ពីផ្ទាំងមកចូលដុំសាករត់ពីដុំសាកមកចូលនឹងអាគុយរត់ពីអាគុយទៅចូល inverter រត់ពី inverter មកឲ្យបងប្រើប្រាស់អញ្ចឹងផ្លូវសំខាន់នេះអត់ដូចខ្ញុំសួរបងប្អូនដល់ថ្ងៃផ្លូវយើងនៅក្នុងប្រទេសយើងផ្លូវលើពិភពលោកសំខាន់អត់សំខាន់មិនអញ្ចឹងបើមិនសំខាន់មិនធ្វើផ្លូវហ្នឹងហើយចម្លើយដូចគ្នាហ្មងអញ្ចឹងខ្សែភ្លើងក៏ជាឧបករណ៍មួយសំខាន់ណាសំខាន់ណាស់សម្រាប់ឲ្យចរន្តយើងរត់ងាយស្រួលឲ្យងាយចរន្តយើងរត់ឲ្យស្រួលដូចយើងរត់ចរាចរណ៍អញ្ចឹងបើផ្លូវយើងតូចមិនបងផ្ទះកាស្ទះវាមិនវាណែនមិនក៏វាដើរយឺតវាដើរយឺតមិនវាបុកគ្នានឹងប៉ះតង្កេតគ្នាអានឹងដូចគ្នាបងចរន្តអគ្គិសនីយើងមើលអត់ឃើញទេតែវាមានខ្លួនវាណាវាមានអេឡិចត្រូនរបស់វារត់ទៅវិញទៅមកយើងមើលអត់ឃើញទេមានឧបករណ៍ឆ្លុះបានចឹងយើងមើលឃើញយើងឃើញតែពេលវាគប់គ្នាឃើញនៅគប់គ្នាដូចផ្ទះបាញ់ប៉ាំងឃើញនៅ